សម្រាប់បរិសុទ្ធចំណាស់ចេញមកពេលបងប្រុសស្វាព្រះពោធិព្រះសង្ឃគង់នៅខាងក្នុងព្រះពុទ្ធបានបញ្ជាឲ្យបញ្ឈប់ព្រះអង្គទូក្នុងកាលៈទេសនាក៏ដោយសូម្បីតែព្រះពុទ្ធក៏មិនសមនឹងគាត់ដែរព្រះពុទ្ធនៃយើងបានមានបន្ទូលថាពោធិកំពុងហូរបញ្ច្រាស់នឹងចរន្តនៃពេលវេលាហើយនៅពេលនេះរូបកាយរបស់ព្រះអង្គផុយស្រួយខ្លាំងណាស់នេះជាឱកាសតែមួយគត់របស់យើងវានៅទីនេះយ៉ាងណាមិញអ្នកនាំសារសម្អាតអាសនៈអ្នកពិតជាបានក្បត់ភ្នំលីងមែនព្រះអានន្ទអ្វីដែលអ្នកមានប្រសាសន៍ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំជូចាស់មិនដែលជាមនុស្សម្នាក់មកពីលីងសានទេចាស់ជាប្អូនប្រុសពើរបស់ស្ដេចស្វាជាបងប្រុសច្បងទី2នៅក្នុងក្រុមធម្មយាត្រានិងជាជាងមុខលាពណ៌ជូវូនេងដែលជាអ្នកនាំសារនៃអាសនៈមិនមែនជាអ្នកបម្រើរបស់ភ្នំលីងទេជ្រូកស៊ីតើអ្នកដឹងថាអ្នកកំពុងធ្វើអ្វីទេបុព្វបុរសបានប្រឆាំងនឹងស្ថានសួគ៌បំផ្លាញសៀវភៅជីវិតនិងសេចក្តីស្លាប់ហើយបានពីលោកភ្នំលីងឥឡូវនេះគាត់កំពុងស្វែងរកការបញ្ចុះទន្លេនៃពេលវេលានេះជាបញ្ហាដែលចែករំលែកដល់អាណាចក្រទាំង3ប្រសិនបើអ្នកដែលជាជ្រូកដឹងពីកន្លែងរបស់អ្នកហើយដើរចេញឥឡូវនេះព្រះពុទ្ធអាចនឹងប្រទានការអត់អន់ដល់អ្នកហាឯងកំពុងសើចអ្វីហើយខ្ញុំកំពុងសើចដាក់ពួកសង្ឃទំពេករបស់ឯងស្បែករបស់គាត់ក្រាស់ជាងពូជ្រូកចាស់របស់ខ្ញុំទៅទៀតអ្នកនៅតែនិយាយអំពីការប្រឆាំងនឹងព្រះហឫទ័យនៃស្ថានសួគ៌ប៉ុន្តែសូមអនុញ្ញាតឲ្យខ្ញុំសួរអ្នកកាលពី500ឆ្នាំមុននៅពេលដែលព្រះពុទ្ធបានប្រើឆ្នាំងមាសដើម្បីបង្ក្រាបអ្នកអូនប្រុសស្ដេចស្វារបស់ខ្ញុំបានអនុញ្ញាតឲ្យកញ្ជ្រោងត្រចៀក6ប្រាវាតើការក្លែងបន្លំត្រូវបានចាត់ទុកថាជាការប្រឆាំងនឹងឋានសួគ៌ដែរឬទេការហាមឃាត់ស្ដេចស្វារបស់ខ្ញុំមិនឲ្យធ្វើទារុណកម្មនិងធ្វើឲ្យគាត់អាម៉ាស់មុខអស់រយៈពេល500ឆ្នាំតើនោះជាការប្រឆាំងនឹងឋានសួគ៌មែនទេអ្វីដែលអ្នកហៅថាផ្លូវនៃឋានសួគ៌គឺព្រះពុទ្ធដែលអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងនោះហើយជាវិញ្ញាណទាំង7របស់អ្នកនៃភ្នំលីងពិភពលោកធុញទ្រាន់នឹងរបៀបរស់នៅបែបនេះហើយដូច្នេះហេតុអ្វីបានជាពួកគេនៅតែរឹងរូសប្រកាន់ខ្ជាប់នៅការយល់ច្រឡំរបស់ពួកគេដោយសារពួកគេបានធ្វើការផ្លាស់ប្ដូររបស់ពួកគេរួចហើយខ្ញុំជ្រូកចាស់បាននិយាយថាគ្មាននរណាម្នាក់អាចចូលទៅចិត្តលោកឲ្យក៏បានឡើយក្នុងចម្ងាយ3ចាំងអ្នកគិតថាអ្នកអាចបញ្ឈប់យើងបានដោយគ្រាន់តែ clean auto messenger ម្នាក់មែនទេខ្ញុំជ្រូកចាស់មិនអាចបញ្ឈប់អ្នកទាំងអស់គ្នាបានទេប៉ុន្តែខ្ញុំអាចខាត់អ្នកបានមួយរយៈដរាបណាបុព្វបុរសអាចជួយសង្គ្រោះឪពុកខ្ញុំបានទោះបីជាខ្ញុំជ្រូកចាស់ស្លាប់នៅទីនេះក៏ដោយអ្វីនឹងមានតម្លៃស្ដេចស្វាឲ្យសូមត្រឡប់មកវិញឆាប់ខ្ញុំជ្រូកចាស់មិនអាចទ្រាំបានយូរទៀតទេពោធិអ្នកបានឆ្លងកាត់ព្រំដែនហើយនោះគឺជាបុព្វបុរសរបស់កងទ័ពក្រហមបុព្វបុរសបានធ្វើចលនារបស់គាត់ហើយពោធិអ្នកបានបញ្ចប់ហើយកងទ័ពក្រហមពោធិឯងបានបាត់បង់ការអត់ធ្មត់ហើយបើឯងឈប់ឥឡូវនេះខ្ញុំអាចទុកឲ្យរឿងកន្លងផុតទៅបានហើយសូមអភ័យទោសចំពោះអតីតកាលប៉ុន្តែនៅពេលដែលខ្ញុំសោកស្ដាយចំពោះទង្វើរបស់ខ្ញុំនៅក្នុងសៀវភៅជីវិតនិងសេចក្តីស្លាប់តើអ្នកនៅណានៅពេលដែលខ្ញុំសងព្រេងទៅកាន់ភ្នំវិញ្ញាណតើអ្នកនៅណាឥឡូវនេះខ្ញុំហ៊ាននឹងជួយសង្គ្រោះសិស្សរបស់ខ្ញុំហើយអ្នកបានលោតចេញហើយផ្លូវនៃឋានសួគ៌គឺស្ថិតស្ថេរវាសនារបស់ស៊ុនអ៊ូខុងមិនគួរមាននៅក្នុងអាណាចក្រទាំង3ទេសិស្សរបស់ខ្ញុំគឺជាសត្វលោកខាងវិញ្ញាណដែលកើតមកដោយធម្មជាតិអ្នកគិតថាអ្នកអាចលុបបំបាត់អត្ថភាពរបស់គាត់ដោយគ្រាន់តែនិយាយថាគាត់មិនគួរមាននៅក្នុងភពទាំង3ទេខ្ញុំជាទាហានចាស់ម្នាក់របស់កងទ័ពក្រហមកំពុងបញ្ជាក់រឿងនេះឲ្យច្បាស់នៅថ្ងៃនេះជោគវាសនារបស់វូខុងជារបស់ខ្ញុំដែលត្រូវសម្រេចប្រសិនបើអ្នកបង្ខំខ្ញុំខ្លាំងពេកខ្ញុំមិនប្រកាន់ទេក្នុងការបង្កើតអ្នកដែលជាតាវស៊ូជាអមតៈដែរបុព្វបុរសពិតជាអីក៏ជ្រុលហួសហេតម្លេះសំបីតែបុព្វបុរសក៏បានដកថយដែរសំបីតែបុព្វបុរសហុងជុនក៏មិនហ៊ានប្រឈមមុខនឹងពោធិដែរពូកុងត្រឡប់មកវិញហើយលោកគ្រូរបស់អ្នកមកដល់ហើយបងប្រុសស្វាមិនបានជាអ្នកស្គមម្លេះអ្នកល្ងងឲ្យស្វាសំណាងអាក្រក់ឲ្យ500ឆ្នាំបានកន្លងផុតទៅតើអ្នកដឹងទេថាខ្ញុំជ្រូកចាស់នឹកអ្នកប៉ុណ្ណាតើអ្នកដឹងទេថាបរិសុទ្ធខ្លាំងៗនោះបានជំនួសអ្នកខ្ញុំជ្រូកចាស់ថែមទាំងបានទៅយកស្រាឲ្យគាត់ទៀតផងកុំយំអីគួរឲ្យស្អប់ខ្ពើមណាស់ស្ដេចស្វាអ្នកត្រឡប់មកវិញហើយខ្ញុំត្រឡប់មកវិញហើយវូខុងអ្នកបានរងទុក្ខវេទនាហើយមិនចាំបាច់មានពិធីការបែបនេះទេអ្នកទើបតែត្រឡប់មកវិញហើយព្រលឹងរបស់អ្នកនៅតែមិនស្ថិតស្ថេរអ្នកត្រូវការសម្រាប់និងសម្រាប់មួយរយៈសិនលោកគ្រូសិស្សរបស់អ្នកគិតថាគាត់នឹងមិនបានជួបអ្នកម្ដងទៀតទេស្វាល្ងងឲ្យម្ចាស់របស់អ្នកបាននិយាយថាប្រសិនបើមេក្រឡុំម្ចាស់របស់អ្នកនឹងលើកវាឡើងសម្រាប់អ្នកឲ្យកបើដូច្នេះហេតុអ្វីបានជាបុព្វបុរសហុងជុនមិនហ៊ានធ្វើចលនាពាក្យសម្ដីរបស់ខ្ញុំទើបតែមិនមែនជាការគំរាមកំហែងទេលោកម្ចាស់ធំខ្ញុំជ្រូកចាស់មិនដែលចោះចូលនឹងអ្នកណាម្នាក់ក្នុងជីវិតរបស់ខ្ញុំទេលោកជាមនុស្សដំបូងហាវូខុងតើអ្នកមានអារម្មណ៍យ៉ាងណាដែរលោកម្ចាស់សិស្សនោះបានដឹងថាមានអ្នកណាម្នាក់កំពុងរងចាំគាត់ដោះស្រាយបំណុលមិនអីទេពេលអ្នកជាសិស្សស្បើយពីរបួសហើយខ្ញុំនឹងទៅជាមួយអ្នកហើយខ្ញុំជ្រូកចាស់ក៏នឹងទៅដែរស្ដេចស្វាលើកនេះអ្នកមិនគួរព្យាយាមបង្រួនខ្ញុំចេញទេមិនអាក្រក់ទេវិមាននេះអស្ចារ្យជាងភ្នំកាប់ផ្លែឈើរបស់ស៊ុនអ៊ូខុងចាស់របស់ខ្ញុំកាលពីមុនទៅទៀតស៊ុនអ៊ូខុងពីបំផុតអ្នកបានមកដល់ហើយហេតុអ្វីបានជាអ្នកឈប់ធ្វើពុតហើយឈប់សូត្រធម៌អមិតភៈវាទាំងអស់គឺអំពីអ្នកឈ្នះនិងអ្នកចាញ់នៅពេលនោះព្រះពុទ្ធបានជ្រើសរើសនោះជាជីវិតរបស់អ្នកបើខ្ញុំចង់ខ្ញុំនឹងសម្លាប់ឯងក្លាហានជាងពេលមុនឆ្ងាយណាស់ស្វា
អស់រយៈពេលមួយសតវត្សមកហើយខ្ញុំបានបណ្ដុះខ្លួនឯងយ៉ាងយកចិត្តទុកដាក់ថ្ងៃនេះខ្ញុំប្រហែលជាមិនចាញ់អ្នកទេគ្រាន់តែព្យាយាមញ៉ាំអាហារពីខ្ញុំព្រះអាទិត្យចាស់តើវាអាចទៅរួចដោយរបៀបណាអ្វីដែលអ្នកដឹងគឺថាអ្នកបានបណ្ដុះខ្លួនឯងអស់រយៈពេល500ឆ្នាំមកហើយប៉ុន្តែអ្វីដែលអ្នកមិនដឹងនោះគឺថាខ្ញុំបានចំណាយពេល500ឆ្នាំពេញដែលត្រូវបានបង្ហាត់បង្រៀននៅក្នុងឋាននរកទេពកោសល្យដ៏អស្ចារ្យមួយដែលត្រូវបានកែលម្អជាង500ឆ្នាំឥឡូវនេះជ្រូកស៊ីចូលចាប់ដើមឥឡូវនេះវាជារបស់អ្នកហើយស្រាទំពាំងបាយជូរអាយុ500ឆ្នាំមិនអាចត្រូវបានផ្ដល់ឲ្យដោយឥតគិតថ្លៃទេចូលធ្វើវាតាមដែលអ្នកយល់ថាសមរម្យហេតុអ្វីបានជាអ្នកមិនហ៊ានចាក់ចេញរាល់ពេលដែលខ្ញុំយកស្រាមកឲ្យក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះពីព្រោះនោះជាអ្វីដែលបានកើតឡើងកាលពី500ឆ្នាំមុនមនុស្សតែម្នាក់គត់ដែលខ្ញុំមានអារម្មណ៍គឺគាត់ពេលអ្នកហៅខ្ញុំថាស្ដេចស្វាអ្នកបានប្រព្រឹត្តចំពោះខ្ញុំដូចជាបងប្រុសច្បងរបស់អ្នកយ៉ាងស្មោះស្ម័គ្រដូច្នេះខ្ញុំនឹងមិនសម្លាប់អ្នកទេជោគវាសនារបស់អ្នកនឹងត្រូវសម្រេចដោយនគរទាំង3បន្ទាប់ពីស្ដេចស្វាដួលរំលំភ្នំលីងព្រះពុទ្ធដ៏ចម្រើនព្រះអង្គបានមកដល់ហើយខ្ញុំមានសំណួរតែមួយគត់សម្រាប់អ្នកហេតុអ្វីបានជាអ្នកមិនសម្លាប់ខ្ញុំកាលពី500ឆ្នាំមុនអ្នកគឺជាស្វាវិញ្ញាណនៃស្ថានសួគ៌និងផែនដីការសម្លាប់អ្នកនឹងនាំមកនូវសំណាងអាក្រក់មកកាន់ភ្នំលីងវិញដូច្នេះអ្នកបានអនុញ្ញាតឲ្យស្វាជា6គាត់ខ្ញុំដើម្បីក្លាយជាព្រះពុទ្ធគឺដើម្បីធ្វើឲ្យស្ថានសួគ៌ជឿថាខ្ញុំនៅមានជីវិតហើយដើម្បីធ្វើឲ្យស្ថានទាំង3ជឿថាខ្ញុំបានក្លាយជាព្រះពុទ្ធបន្ទាប់មកអ្នកអាចអង្គុយដោយសុវត្ថិភាពនៅលើភ្នំលីងហើយរីករាយនឹងសុភមង្គលដ៏អស់កលឹបជានិច្ចមិនអាក្រក់ទេហាហាគម្រោងការដ៏ឆ្លាតវៃមួយជាអកុសលអ្នកបានមើលរំលងរឿងមួយតើវាជាអ្វីខ្ញុំព្រះអាទិត្យចាស់មានគ្រូមួយអង្គនិងប្អូនប្រុសម្នាក់ឈ្មោះតថាគតពេលថ្ងៃមុនខ្ញុំបាននិយាយថាអ្វីក៏ដោយដែលអ្នកបានធ្វើចំពោះវគ្គខ្ញុំនឹងសងអ្នកវិញ100ដងថ្ងៃនេះជាថ្ងៃដែលត្រូវបំពេញតាមការសន្យានោះពុទ្ធតើអ្នកពិតជាចង់ក្លាយជាស្ទើររបស់ខ្ញុំមែនទេអ្នកវិតម្លៃខ្លួនឯងហួសហេតុពេកហើយខ្ញុំសូមសួរតែសំណួរមួយប៉ុណ្ណោះតើព្រះពុទ្ធឲ្យតើអ្នកណានឹងសុខចិត្តអង្គដំណើរព្រះអង្គក្នុងព្រឹត្តិការណ៍កាលពី500ឆ្នាំមុនព្រះសង្ឃដ៏រៀបរៀបអង្គនេះមិនដឹងពីការពិតរហូតដល់សប្តាហ៍ថ្ងៃនេះព្រះសង្ឃដ៏រៀបរៀបអង្គនេះមិនខ្វល់ពីខ្ញុំទេហើយយើងក៏មិនខ្វល់ពីអ្នកដែរព្រះដ៏មានព្រះភិក្ខព្រះពុទ្ធអង្គទី2បានក្លាយជាព្រះសង្ឃឯកជនហើយការខិតខំប្រឹងប្រែងរយៈពេល500ឆ្នាំទាំងអស់បានកន្លងផុតទៅក្នុងមួយចលនាអ្នកឈ្នះប៉ុន្តែខ្ញុំមិនដែលរំពឹងថានឹងឈ្នះនោះទេអ្វីដែលខ្ញុំចង់បានគឺយុទ្ធធម៌តើយុទ្ធធម៌ជាអ្វីប្រសិនបើទល់ឲ្យភាពនៃអាណាចក្រទាំង3មិនត្រូវបានបង្ក្រាបទេវាប្រកាសជានឹងត្រូវខូចដើម្បីនាំមកនូវសន្តិភាពដល់ភពទាំង3មនុស្សម្នាក់អាចបញ្ច្រាស់ខុសនឹងត្រូវបានតាមវិធីនេះខ្លាំងៗអាចជំនួស500របស់ខ្ញុំបានអ្នកនិយាយតែថាវាគឺសម្រាប់ជាប្រយោជន៍នៃអាណាចក្រទាំង3ប៉ុន្តែតើអាណាចក្រទាំង3បានប្រសើរឡើងដោយសារតែទង្វើរបស់អ្នកក្នុងរយៈពេល500ឆ្នាំកន្លងមកនេះទេអារ្យនៅតែដើរលេងដោយសេរីហើយទុកវេទនារបស់សត្វលោកទាំងអស់នៅតែបន្តអ្នកគ្រាន់តែបានដោះដូរជីវិតរបស់ខ្ញុំសម្រាប់សន្តិភាពនៃក្នុងពិសិដ្ឋរបស់អ្នកខ្ញុំនឹងមិនសម្លាប់អ្នកនៅថ្ងៃនេះទេវាមិនមែនថាខ្ញុំខ្លាចនោះទេវាគឺថាការសម្លាប់អ្នកពិតជានឹងបោះអាណាចក្រទាំង3ចូលទៅក្នុងភាពវឹកវរហើយខ្ញុំមិនចង់ឲ្យមនុស្សគ្រប់គ្នាត្រូវបានបញ្ចុះជាមួយអ្នកដោយសារអំពើបាបរបស់អ្នកឡើយប៉ុន្តែចាប់ពីពេលនេះទៅប្រសិនបើអ្នកហ៊ានប៉ះនរណាម្នាក់នៅជុំវិញខ្ញុំម្ដងទៀតខ្ញុំនឹងវាយអ្នកឲ្យស្លាប់ខ្ញុំនឹងវាយក្បាលអ្នកឲ្យបែកចេញពីទីនេះទៅគ្រូរបស់អ្នកនៅតែមានអ្វីមួយដើម្បីផ្ដល់ឲ្យអ្នកតើអ្នកមានផ្លែពេញដើម្បីញ៉ាំទេអ្វីដែលអ្នកដឹងគឺញ៉ាំស្ដេចស្វាតើអ្នកមិនចង់បានខ្លះទេព្រះពុទ្ធចាប់ពីពេលនេះទៅលីងសានលោកគ្រូប៊ីសានខ្សែធំគុជនេះមានគំនិតដ៏ទេវភាពអំពីលោកគ្រូរបស់អ្នកប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពស្លាប់រស់ចូលកំទេចវាចោលហើយគ្រូរបស់អ្នកនឹងមកដល់ភ្លាមគ្រូនឹងសិស្សមិនចាំបាច់និយាយអ្វីទៀតទេចូលបន្តទៅមុខហើយចងចាំថាអាណាចក្រទាំង3គឺធំល្វឹងល្វើយហើយមានឋានសួគ៌នៅហួសពីឋានសួគ៌ទោះបីជាអ្នកបានស៊ូទ្រាំនឹងការលំបាកក៏ដោយអ្នកមិនត្រូវធ្វើបាបអ្នកទុំខ្សោយឡើយលោកគ្រូសិស្សរបស់លោកនឹងចងចាំរឿងនេះសូមលោកទីនេះចុះខ្ញុំជួបចាស់ពិតជានឹងតាមដានបងប្រុសស្វាយ៉ាងដិតដល់ហើយការពីវាពីការបង្កបញ្ហាស្រមុកខ្ញុំគិតថាអ្នកទំនងជាបង្កបញ្ហាច្រើនជាងនោះមិនត្រូវបានអនុញ្ញាតទេអ្នកមិនអាចទៅទីនោះទេទៅកន្លែងណាដែលអ្នកចង់ទៅបងស្វាតើកន្លែងជប់ដំបងរបស់យើងនៅណាភ្នំផ្កាភ្នំផ្លែឈើខ្ញុំព្រះអាទិត្យចាស់មិនបានត្រឡប់មកវិញអស់រយៈពេល500ឆ្នាំមកហើយបងស្វាខ្ញុំបានឮថាអ្នកត្រូវបានដុតបំផ្លាញដោយ Erlengchen នៅពេលនោះប៉ុន្តែនោះជាផ្ទះរបស់ខ្ញុំបងស្វាតើយើងរកកន្លែងសម្រាប់សិនទេអ្នកគឺជាស្ដេចដ៏អស្ចារ្យស្វាចាស់ព្រះករុណាពិតជាព្រះអង្គមែន500ឆ្នាំបានកន្លងផុតទៅហើយអ្នកបម្រើចាស់ម្នាក់នេះគិតថាខ្ញុំនឹងមិនបានជួបព្រះអង្គទៀតទេតើអ្នកផ្សេងទៀតនៅណាតើឧត្តមសេនីយ៍វិញនៅណាឧត្តមសេនីយ៍ទាំង8នាក់បានស្លាប់នៅពេលដែល Erlengchen បានដុតភ្នំផ្លែឈើផ្កាមេតបបេងត្រូវបានចេះស្លាប់ដោយភ្លើងស្ថានសុខហើយមេតបទាំង8នាក់ត្រូវបានបាញ់ព្រួញពេញខ្លួនពួកគេសុខចិត្តស្លាប់ជាជាងឈរនៅមុខរូងភ្នំយ៉ាងនឹងទឹកស្ដេចស្វាមានភាពស្ងប់ស្ងាត់ហើយ Erlengchen ក៏កំពុងធ្វើតាមបញ្ជាដែរខ្ញុំដឹងអំពីបំណុលនេះខ្ញុំនឹងទៅជាមួយអធិរាជត្បូងថ្មនិងស្ដេចសេះចាស់ដើម្បីកោះឲ្យបងប្អូនដែលនៅរស់រានមានជីវិតទាំងអស់ត្រឡប់មកវិញព្រះមហាក្សត្រចាប់ពីថ្ងៃនេះទៅគ្មានអ្នកណាហ៊ានធ្វើបាបអ្នកទេស្ដេចភ្នំផ្កាផ្លែឈើលើកនេះអ្នកមិនចាក់ចេញទេមែនទេខ្ញុំព្រះអាទិត្យចាស់នៅតែមានរឿងត្រូវធ្វើបន្ទាប់ពីខ្ញុំធ្វើវារួចរាល់ខ្ញុំនឹងត្រឡប់មកវិញដើម្បីនៅជាមួយស្ដេចរបស់អ្នកយើងបានរងចាំ500ឆ្នាំហើយដូច្នេះយើងមិនខ្លាចរងចាំពី3ឆ្នាំទៀតទេខ្ញុំមិនដែលរំពឹងថាបុរសទាំងនោះនៅស្ថានសួគ៌នឹងខកខើជាងព្រះសង្ឃទំពេកនៅភ្នំលីងនោះទេហេតុអ្វីបានជាអ្នកគិតចង់បែកគ្នាម្ដងទៀតតើអ្នកចង់មានន័យយ៉ាងណាពេលបែកគ្នាខ្ញុំគ្រាន់តែមានអារម្មណ៍សោកស្ដាយចំពោះអ្នកស្ដេចស្វា
បន្ទាប់ពីត្រូវបានគៀបសង្កត់អស់រយៈពេល500ឆ្នាំគាត់បានត្រឡប់មកវិញហើយឃើញថាផ្ទះរបស់គាត់បានបាត់ទៅហើយផ្លូវរបស់ឋានសួគ៌ក៏តែងតែយុទ្ធធម៌ហើយខ្ញុំព្រះអាទិត្យចាស់បានដឹងរឿងនោះជាយូរមកហើយហឹងដូច្នេះតើយើងទៅណាបន្តតុលាការឋានសួគ៌ស៊ុនអ៊ូខុងពិតជាបានត្រឡប់មកវិញដើម្បីទាមទារការពន្យល់ពីអធិរាជត្បូងថ្មែនគាត់បានរាយការណ៍ទៅព្រះមហាក្សត្រវិញថាវាពិតជាការពិតមែនមានដំណឹងមកពីលីងសានថាព្រះពុទ្ធបានប្រកាសថាលីងសានប៊ីសាននឹងបើករយៈពេល1000ឆ្នាំតែស្វាកន្ទុយ6ដែលឆ្អឹងរបស់វាត្រូវបានវាបំបែកដោយដំបងរបស់ស៊ុនអ៊ូខុងបានស្វែងរកជំរកនៅលើភ្នំខាងក្រោយនៃភ្នំលីងដោយរបៀបណារឿងព្រេងនិទានបានរៀបរាប់ថាជ្រូកស៊ីបានទុកជីវិតរបស់ខ្លួនដើម្បីយកស្រា500ពីងមកវិញជ្រូកស៊ីបាននិយាយថាគាត់មិនទទួលយកស្រាតិចជាមួយពីងទេនៅពេលនោះខ្ញុំបានចេញបញ្ជាឲ្យអឺឡែងសែនដឹកភ្នំផ្លែឈើផ្កាជាមួយនឹងការធ្វើត្រឡប់មកវិញរបស់ស៊ុនអ៊ូខុងលើកនេះខ្ញុំខ្លាចព្រះករុណាមិនចាំបាច់ព្រួយបារម្ភទេទោះបីជាស៊ុនអ៊ូខុងខ្លាំងប៉ុណ្ណាក៏ដោយគាត់គ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះតុលាការស៊ូរបស់យើងមានទាហាននិងមេតបជាច្រើនដូច្នេះតើយើងត្រូវខ្លាចអ្វីពីគាត់លីធីនវ៉ាងតើអ្នកដឹងទេថាអ្នកណាជាអ្នកជួយសង្គ្រោះស៊ុនអ៊ូខុងលើកនេះតើនោះជានរណាលោកម្ចាស់ពោធបតទីម៉ាស្ទ័រនៃភ្នំលេងទេហ្វេងខាន់មនុស្សនោះបានចូលនិវត្តន៍ពីកិច្ចការលោកឯជាយូរមកហើយដែលជាមូលហេតុដែលខ្ញុំជឿក្បាលខ្ញុំមិនខ្លាចស៊ុនអ៊ូខុងតែម្នាក់ឯងទេប៉ុន្តែប្រសិនបើព្រះពោធិបុត្របុរសឈរនៅពីក្រោយគាត់នោះវាមិនមែនគ្រាន់តែជាបញ្ហារបស់មនុស្សតែម្នាក់នោះទេមនុស្សពីរនាក់បានមកដល់ទ្វារស្ថានសួគ៌ខាងត្បូងរបស់ព្រះករុណាតើស្វាដែលមានមុខមានរោមនិងមាត់ដូចគោលន់នោះជានរណាហើយតើបិសាចជ្រូកដែលមានចំមុខវែងនិងត្រចៀកធំនោះជានរណាតើស្វាកំពុងនិយាយអ្វីទ្រង់មានបន្ទូលថាចូលឲ្យព្រះករុណាយាងចេញមកជួបទ្រង់បើមិនដូច្នោះទេគាត់នឹងបានវាយកំទេចទ្វារសួគ៌ខាងត្បូងចោលហើយពួកគេមកលឿនណាស់អូនប្រុសគាត់កំពុងមកស្វានោះពិតជាបានត្រឡប់មកវិញមែន500ឆ្នាំបានកន្លងផុតទៅហេតុអ្វីបានជាអារម្មណ៍ចិត្តកម្មដែលបញ្ចេញចេញពីគាត់ខ្លាំងជាងពេលមុនតើអ្នកមិនធ្លាប់ឬទេគាត់បានឲ្យភ្នំជាពីរហើយថែមទាំងបានបំបែករូបសំណាកព្រះពុទ្ធពណ៌មាសទៀតផងតើយើងអាចបញ្ឈប់គាត់បានទេកូនប្រុសទី2500វាជាច្រើនឆ្នាំមកហើយចាប់តាំងពីខ្ញុំបានជួបអ្នកជាលើកចុងក្រោយពុកចង្ការពណ៌សរបស់អ្នកបានដុះឡើងច្រើនណាស់សូមអរគុណដល់អេសីដ៏អស្ចារ្យគោលបំណងរបស់មហាសេក្នុងការមកដល់តុលាការស៊ូគឺមិនដឹងទេអ្នកទាំងពីរត្រូវបានអញ្ជើញឲ្យជែកជាមួយអធិរាជត្បូងព្រះមហាក្សត្រកំពុងរងចាំអ្នកនៅក្នុងវិមានលីងសៀវស្ដេចស្វាស្នាមញឹមរបស់ចៅហ្វាយនេះពិតជាយកចិត្តទុកដាក់ណាស់ច្បាស់ជាមានអ្វីមួយគួរឲ្យសង្ស័យកំពុងកើតឡើងហើយវិមានលីងសៀវនេះពិតជាអស្ចារ្យជាងភ្នំលីងទៅទៀតវាជាយូរណាស់មកហើយចាប់តាំងពីខ្ញុំបានឃើញអធិរាជត្បូងថ្មកម្មវិធី Doyen Featured មានវីដេអូគំនូរជីវចលដែលមានគុណភាពខ្ពស់ជាច្រើនដូចរបស់ខ្ញុំដែរប្រសិនបើអ្នកចង់មើលវីដេអូបែបនេះបន្ថែមទៀតអ្នកអាចចូលទៅកាន់កម្មវិធី Doyen Featured ប្រកាសជាមានរឿងមួយដែលអ្នកនឹងចូលចិត្តមើលណាស់រឿង The Jade Emperor Second Son និងរឿង Sun Wukong វាយូរណាស់មកហើយ500ឆ្នាំបានកន្លងផុតទៅហើយអ្នកមិនបានផ្លាស់ប្ដូរតតែសោះ500ឆ្នាំមុននៅពេលដែលខ្ញុំព្រះអាទិត្យចាស់បានឃើញមុខរបស់អ្នកខ្ញុំចង់ក្រវីដំបងមួយដាក់អ្នកឥឡូវនេះខ្ញុំព្រះអាទិត្យចាស់បានរៀនវេជ្ជញែកជាមួយមនុស្សជាមុនសិនតើអ្នកចង់ផ្ដល់ហេតុផលបែបណាពីករណីទី1កាលពី500ឆ្នាំមុនខ្ញុំព្រះអាទិត្យចាស់បានបង្កភាពវឹកវរនៅក្នុងវិមានសុគ្រាខ្ញុំខុសហើយត្រូវបានអ្នកចាប់ដាក់គុកនៅក្រោមភ្នំធាតុទាំង5ខ្ញុំទទួលស្គាល់វាប៉ុន្តែតើអ្នកទទួលស្គាល់បំណុលដែលអ្នកជំពាក់ខ្ញុំដែលបានឲ្យ Election ដឹកភ្នំកាប់ផ្លែឈើឲ្យស្លាប់ដោយសម្លាប់អ្នកដើរតាមស្វារបស់ខ្ញុំរាប់ម៉ឺនអ្នកដែរឬទេនៅពេលនោះនៅពេលដែលអ្នកបានបង្កភាពវឹកវរនៅក្នុងវិមានសុគ្រានិងភ្នំកាប់ផ្លែឈើពួកអារ៉ាទាំងអស់គឺជាបាក់ពួករបស់អ្នកគិតរបស់ខ្ញុំដើម្បីកម្ចាត់ពួកវាគឺជាទង្វើស្របតាមច្បាប់សុគ្រាជាការល្អមែនយោងទៅតាមច្បាប់ស្ថានសួគ៌សូមអនុញ្ញាតឲ្យខ្ញុំសួរអ្នកកូនចៅស្វារបស់ខ្ញុំមិនដែលហ៊ានចូលទៅក្នុងទ្វារស្ថានសួគ៌ខាងត្បូងទេតើពួកគេបានបំពេញច្បាប់ស្ថានសួគ៌អ្វីតើពួកគេបានចាប់យកលំនៅអមតៈមួយណាគ្រាន់តែដោយសារតែខ្ញុំព្រះអាទិត្យចាស់បានបង្កភាពវឹកវរនៅក្នុងវិមានសុគ្រាពួកគេនិយាយត្រូវសូម្បីតែត្រកូលដ៏មានអំណាចបំផុតក៏មិនស្លាប់តាមរបៀបនេះដែរខ្ញុំពិតជាទទួលខុសត្រូវចំពោះការត្រួតពិនិត្យទាក់ទងនឹងអ្វីដែលបានកើតឡើងនៅពេលនោះទៅឡើងសិនអ្នកប្រាប់ខ្ញុំផងព្រះករុណាខ្ញុំត្រូវបានបញ្ជាឲ្យបង្ក្រាបត្រកូលហូកាពីប្រមាណឆ្នាំមុនភ្នំភ្លើងបានបញ្ជាឲ្យសម្លាប់រំគាលកងកម្លាំងដែលនៅសេសសល់យ៉ាងជានឹងមិនទទួលខុសត្រូវចំពោះបញ្ហានេះទេហើយវាមិនមានអ្វីពាក់ព័ន្ធនឹងជ័យជំនះដ៏អស្ចារ្យនោះទេអ្នកគឺជាគូប្រជែងនៅពេលនោះនៅពេលដែលអ្នកបានលុបបំផ្លាញភ្នំកាប់ផ្លែឈើអ្នកកំពុងធ្វើសកម្មភាពក្រោមបញ្ជាខ្ញុំមិនស្អប់អ្នកទេប៉ុន្តែថ្ងៃនេះអធិរាជត្បូងពេជ្របានធ្វើឲ្យអ្នកខឹងហើយដូច្នេះអ្នកបានទទួលយកមេគ្រីនៃការស្គាល់ព្រះចៅអធិរាជនេះហើយក្តីភាពរបស់អ្នកចំពោះទ្រង់នឹងគ្មានការសោកស្ដាយឡើយហុំជាមនុស្សស្មោះត្រង់ម្នាក់យ៉ាងជាងខ្ញុំសូមចាស់គោរពអ្នកជាមនុស្សពិតខ្ញុំអាចទុកឲ្យរឿងអតីតកាលខ្លាយជារឿងកន្លងផុតទៅទាក់ទងនឹងអ្វីដែលបានកើតឡើងនៅពេលនោះប៉ុន្តែមានលក្ខខណ្ឌមួយគឺលោកអេសីដ៏អស្ចារ្យខ្ញុំចង់ឲ្យអ្នកថ្វាយធូប3ដងដល់ពួកស្វារបស់ខ្ញុំដោយផ្ទាល់ទៅឡើងសិនជាមេតបស៊ូក៏មិនត្រូវចោះចូលនឹងស្វាដ៏ខុសខើនេះឡើយវាមិនមែនជារឿងរបស់អ្នកទេក្នុងការរំខាននៅពេលដែលខ្ញុំព្រះអាទិត្យចាស់កំពុងនិយាយទៅកាន់អធិរាជត្បូងពេជ្រខ្ញុំបានសន្យាជាមួយព្រះករុណាយ៉ាងជាងទោះបីជាខ្ញុំមានមន្តសការច្បាស់លាស់អំពីសកម្មភាពដែលខ្ញុំបានធ្វើនៅពេលខ្ញុំកំពុងបំពេញកាតព្វកិច្ចក៏ដោយវាជាការពិតដែលថាជីវិតរាប់ម៉ឺនអ្នកបានបាត់បង់ដោយសារតែខ្ញុំទោះបីដើមខ្ញុំបានដោះស្រាយកណនីទី1រួចរាល់ហើយឥឡូវនេះចូលយើងនិយាយអំពីកណនីទី2មានប្រតិបត្តិការលើកទី2កាលពី500ឆ្នាំមុនខ្ញុំព្រះករុណាអាត្មាភាពបានស៊ូទ្រាំនឹងទុកវេទនា81លើកហើយទីបំផុតបានសម្រេចការត្រាស់ដឹងព្រះពុទ្ធបានប្រទានព្រះនាមដល់ខ្ញុំថាព្រះពុទ្ធប្រយុទ្ធដ៏មានជ័យជំនះប៉ុន្តែនៅថ្ងៃនោះឯងស្ដេចស្វាពិតនិងស្ដេចស្វាខ្លាំងៗបានបង្កបញ្ហានៅភ្នំលីងហើយព្រះពុទ្ធបានប្រើពេញមាសមួយដើម្បីដាក់អន្ទាក់ខ្ញុំទោះយ៉ាងណាក៏ដោយពួកគេបានអះអាងជាសាធារណៈថាពួកគេបានសម្លាប់ស្វាកន្ទុយ6ក្បាលចាប់ពីថ្ងៃនោះមកខ្ញុំត្រូវបានចាប់ដាក់គុកនៅក្នុងរូងភ្នំលីងសានអស់រយៈពេល500ឆ្នាំពេញហើយស្វាកន្ទុយ6ដែលមានឈ្មោះដូចខ្ញុំគឺជាព្រះពុទ្ធចម្បាំងដ៏មានជ័យជំនះគឺអធិរាជពុកអស់រយៈពេល500ឆ្នាំតើអ្នកមានវត្តមាននៅពេលដែលព្រះពុទ្ធជ័យវរ្ម័នត្រូវបានប្រទានងារជាព្រះសូរនៅភ្នំលីងដែរឬទេបើខ្ញុំនៅទីនោះតើអ្នកនឹងដឹងថាវាជារបស់ខ្លាំងៗទេខ្ញុំដឹង
ព្រះករុណាព្រះករុណាព្រះអង្គជាអំពីរឿងនេះរួចហើយនៅពេលនោះព្រះពុទ្ធបានជំរាបខ្ញុំព្រះអង្គអំពីរឿងនេះដោយមានបន្ទូលថាស៊ុនអូខុងគឺជាស្នាដៃរបស់ស្ថានសួគ៌និងផែនដីគាត់បានស្នើឲ្យជំនួសស៊ុនអូខុងដោយស្វាតិជា6វាល្អដែលអ្នកបានយល់ព្រមដោយស្ងាត់វាជាការល្អដែលអ្នកបានទទួលស្គាល់វាស៊ុនអូខុងខ្ញុំជាអ្នកគ្រប់គ្រងនៃអាណាចក្រទាំង3ខ្ញុំត្រូវតែពិចារណាពីស្ថិរភាពនៃអាណាចក្រទាំង3នៅក្នុងរាល់ការសម្រេចចិត្តដែលខ្ញុំធ្វើអ្នកជាមនុស្សបះបោរដោយធម្មជាតិប្រសិនបើអ្នកពិតជាខ្លាចជាព្រះពុទ្ធប្រយុទ្ធដែលមានជ័យជំនះមែនតើអ្នកណាអាចបង្ក្រាបអ្នកបាននៅពេលនោះភាពវឹកវរនឹងផ្ទុះឡើងពីពេញអាណាចក្រទាំង3ហើយសត្វមានជីវិតទាំងអស់នឹងរងទុក្ខតើអ្នកអាចទទួលខុសត្រូវនេះហើយធានាបាននូវសន្តិភាពនិងស្ថិរភាពនៃអាណាចក្រទាំង3បានទេអធិរាជត្បូងថ្មអ្នកនិងព្រះពុទ្ធមានបន្ទូលរឿងដូចគ្នាបេះបិទហាអ្នកនៅតែនិយាយថាវាសម្រាប់សន្តិភាពនិងស្ថិរភាពនៃអាណាចក្រទាំង3ប៉ុន្តែលើនេះសត្វចម្លែកនៅក្នុងពិភពមនុស្សនៅតែស៊ីគ្រឿងក្រអូបរបស់មនុស្សសាមញ្ញហើយអ្នកនៅតែទទួលយកវាប៉ុន្តែតើអ្នកធ្លាប់ខ្វល់ពីមនុស្សដែលត្រូវបានសត្វចម្លែកស៊ីទេខ្ញុំព្រះអាទិត្យចាស់បានមកថ្ងៃនេះវាមិនមែននិយាយអំពីការរស់រើវិមានរបស់អ្នកទេប៉ុន្តែអំពីការធ្វើឲ្យប្រកាសថាអ្នកចង់ចាំរឿងមួយចាប់ពីថ្ងៃនេះទៅមិនថាវាជាឡាការស៊ូកឬភ្នំលីងទេខ្ញុំមិនខ្វល់ថាអ្នកធ្វើអ្វីទេប៉ុន្តែបើអ្នកហ៊ានប៉ះចៅប្រុសស្វារបស់ខ្ញុំនិងប្អូនប្រុសងម្នាក់នេះម្ដងទៀតធឹមនៅពេលដែលខ្ញុំព្រះអាទិត្យចាស់វាដំបងរបស់ខ្ញុំវានឹងលែងគ្រាន់តែជាទ្វារស៊ូខាងត្បូងទៀតហើយស្ដេចស្វាត្រូវវិនាសខ្ញុំត្រូវវាគាត់ដើម្បីបញ្ចេញកំហឹងរបស់ខ្ញុំតើមានប្រយោជន៍អ្វីក្នុងការវាគាត់ប្រសិនបើគាត់រងរបួសអាណាចក្រទាំង3នឹងក្នុងភាពវឹកវរខ្ញុំព្រះអាទិត្យចាស់មិនចង់ខ្លាចជាមនុស្សមានបាបនោះទេយ៉ាងជា3ថ្ងៃទៀតខ្ញុំព្រះអាទិត្យចាស់នឹងរងចាំអ្នកនៅក្នុងផ្កាផ្លែឈើខ្ញុំពិតជានឹងនៅទីនោះនៅពេលដែលអ្នកដុតធូប3ដើមបងស្វាតើយើងគួរទៅណាបន្ទាប់តោះយើងទៅហ្គេវឡៅឈួនជាមុនសិនហើយអ្វីបានជាលោកឡាវជួងត្រូវបានដំឡើងថាណាម្ដងទៀតនៅពេលដែលអ្នកត្រូវបាននិរទេសទៅកាន់ភពមនុស្សគឺក្រុមគ្រួសាររបស់ហ្គេវឃឺលៀនដែលបានទទួលយកអ្នកក្រៅពីនេះក្មេងស្រីនោះបានធ្វើពិធីមង្គលការជាមួយអ្នករួចហើយដូច្នេះអ្នកជំពាក់ការពន្យល់ពីនាងបងស្វាមិនមែនខ្ញុំមិនចង់ទៅទេគឺខ្ញុំខ្លាចតើខ្ញុំខ្លាចអ្វីខ្ញុំខ្លាចនាងនៅតែស្អប់ខ្ញុំខ្លាចនាងរៀបការរួចហើយខ្ញុំខ្លាចការទៅទីនោះនឹងគ្មានអ្វីក្រៅពីភាពទេស្អាតនោះទេទោះបីជាវាទេអត់ក៏ដោយអ្នកត្រូវតែទៅមើលដោយខ្លួនឯងទើបដឹងតោះទៅខ្ញុំនឹងទៅជាមួយអ្នកព្រះអាទិត្យចាស់បងស្វាចុះបើកៅគួយឡានពិតជារៀបការមែននោះយើងនឹងជូនពរនាងឲ្យមានសុភមង្គលប៉ុន្តែចុះខ្ញុំជ្រុកចាស់វិញអ្នកនឹងខ្ញុំព្រះអាទិត្យចាស់បងស្វាអ្វីដែលអ្នកនិយាយធ្វើឲ្យខ្ញុំចង់យំដូច្នេះខ្ញុំនឹងយំបន្ទាប់ពីអ្នកយំរួចហើយចូលយើងទៅផឹកស្រាតើអ្នកចង់បានស្រាប្រភេទអ្វីស្រា Six Earrings ចំនួន500កន្ត្រកនោះគ្រប់គ្រាន់សម្រាប់អ្នកផឹកពេញមួយជីវិតស្ដេចស្វាអ្នកត្រូវតែផឹកជាមួយខ្ញុំហាហេអញគិតអ្វីនឹងអាមនុស្សល្ងងខ្ញុំកំពុងគិតថាតើខ្ញុំគួរនិយាយអ្វីប្រសិនបើ Kalen ពិតជារៀបការមែនខ្ញុំមិនដឹងថាអ្នកកំពុងព្យាយាមនិយាយអ្វីទេខ្ញុំគ្រាន់តែខ្លាចខ្ញុំខ្លាចថាពេលយើងជួបគ្នាខ្ញុំនឹងមិនអាចនិយាយពាក្យសមរម្យណាមួយបានឡើយចូលយើងស្ដាប់អ្វីដែលនាងត្រូវនិយាយជាមុនសិន500ឆ្នាំបានកន្លងផុតទៅគាត់មានជីវិតផ្ទាល់ខ្លួនដើម្បីរស់នៅស្ដេចស្វាអ្នកប្រាប់ខ្ញុំមកប្រសិនបើខ្ញុំមិនបានបង្ហាញរូបរាងពិតរបស់ខ្ញុំនៅពេលនោះតើនោះមានន័យថាអ្នកអាចរស់នៅជីវិតដ៏ល្អជាមួយគាត់បានមែនទេប្រសិនបើអ្នកមិនបង្ហាញពណ៌សម្បត្តិពិតរបស់អ្នកទេនោះអ្នកមិនមែនជាខ្លួនអ្នកទេមនុស្សល្ងងឲ្យចូលចាំទុកថាមិនថាអ្នកជាមនុស្សឬអរិយទេភាពស្មោះត្រង់គឺជារឿងសំខាន់បំផុតប្រសិនបើគាត់ស្អប់អ្នកអស់មួយជីវិតដោយសារតែអ្នកជាបិសាចនោះវាមិនសមនឹងឲ្យអ្នកកាន់គាត់រយៈពេល500ឆ្នាំនោះទេអ្នកស្វាអ្នកនិយាយត្រូវនេះខុសគ្នាទាំងស្រុងពីអ្វីដែលខ្ញុំចង់ចាំវាដូចគ្នាអស់រយៈពេល500ឆ្នាំមកហើយនោះគ្រប់គ្រាន់សម្រាប់មនុស្សលោកក្នុងការចាប់កំណើតឡើងវិញបាន7 ឬ 8 ដងប្រសិនបើកៅគួយឡាននៅរស់នាងនឹងខ្លាចជាអំដាចជាយូរមកហើយគឺបងប្រុសស្វាអ្នកបាននិយាយថាគាត់ប្រហែលជាបានទៅហើយហេតុអ្វីអ្នកមិនសួរនរណាម្នាក់លោកតាខ្ញុំមានរឿងមួយចង់សួរលោកតាខ្ញុំមិនមែនជាសត្វចម្លែកទេខ្ញុំពិតជាមិនមែនជាសត្វចម្លែកទេខ្ញុំជាសត្វស្ថានសួគ៌ជាអ្នកនាំសារនៃអាសនៈសម្អាតមើលចុះខ្ញុំថែមទាំងកំពុងរងទុក្ខវេទនាទៀតផងព្រះនឹងអមតៈទេវតាមួយអង្គដែលមើលទៅដូចនេះលោកតាចាស់កុំខ្លាចអីប្អូនប្រុសរបស់ខ្ញុំប្រហែលជាអាក្រក់បន្តិចប៉ុន្តែគាត់មិនមែនជាមនុស្សអាក្រក់ទេយើងនៅទីនេះដើម្បីស្វែងរកនរណាម្នាក់តើអ្នកកំពុងស្វែងរកអ្នកណាកៅគួយឡានកាលពី500ឆ្នាំមុនកូនស្រីរបស់កៅតៃកុងតើគាត់នៅរស់ទេកៅគួយឡានតើអ្នកកំពុងសម្ដៅទៅលើបុព្វបុរសគ្រួសារកៅរបស់យើងមែនទេបុព្វបុរសមែនហើយកៅគួយឡានគឺជាបុព្វបុរសរបស់យើងហើយវាត្រូវបានកត់ត្រាយ៉ាងច្បាស់នៅក្នុងពង្សាវតាគ្រួសារនៅក្នុងភូមិកាលពី500ឆ្នាំមុនសេនាប្រមុខធានប៉េងបានចុះមកផែនដីហើយរៀបការជាមួយបុព្វបុរសរបស់ខ្ញុំក្រោយមកសេនាប្រមុខធានប៉េងបានការពារທາງសានក្នុងដំណើររបស់គាត់ទៅកាន់ភាគខាងលិចដើម្បីទទួលបានគម្ពីរព្រះពុទ្ធសាសនាបន្ទាប់ពីបានត្រាស់ដឹងនឹងខ្លាយជាព្រះពោធិសត្វអ្នកនាំសារអាសនៈសម្អាតក្រុមគ្រួសារកែរបស់យើងបានគោរពបូជារូបចម្លាក់របស់អ្នកអស់ជាច្រើនចំនួនមកហើយអ្នកដែលតម្កល់រូបខ្ញុំអ្នកគឺជាបុព្វបុរសនិងជាកូនប្រសាររបស់សេនាប្រមុខធានប៉េងខ្ញុំពិតជាភេកស៊ីឈូបេជីកូនប្រសាររបស់បុព្វបុរសបានបង្ហាញខ្លួនបុព្វបុរសដែលជាកូនប្រសារបានបង្ហាញខ្លួនបុរសចំណាស់នៅស្ថានសួគ៌កំពុងមើលទីបំផុតថ្ងៃនេះក៏បានមកដល់ហើយលោកតាឲ្យសូមគុំលុតជង្គង់នៅចំពោះមុខខ្ញុំអីខ្ញុំមិនអាចទទួលយកបានទេលោកល្មមអ្នកបានបម្រើការជាអ្នកនាំសារសម្អាតអាសនៈនៅលើភ្នំលីងអស់រយៈពេល500ឆ្នាំប៉ុន្តែគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះអ្នកឡើយនៅក្នុងកៃឡៅជួងវាបានក្លាយជាបុព្វបុរសរបស់ស្វាទាំងអស់ខ្ញុំ
ខ្ញុំមិនហ៊ានចូលទេតែខ្ញុំខ្លាចអ្វីខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែខ្លាចឃើញចំណាត់ថ្នាក់របស់គាត់ខ្លាចដឹងថាគាត់បានធ្វើដូចម្តេចនៅពេលក្រោយទៅមុខទៀតទៅខ្ញុំនឹងរងចាំអ្នកនៅមាត់ទ្វារគីឡានខ្ញុំត្រឡប់មកវិញហើយសូមអភ័យទោសខ្ញុំមិនគួរលាក់វាពីអ្នកទេនៅពេលនោះបើខ្ញុំបានប្រាប់អ្នកពីមុនថាខ្ញុំជាអារក្សបើអ្នកសុខចិត្តខ្ញុំនឹងនៅជាមួយអ្នកហើយរស់នៅជាមួយអ្នកបើអ្នកមិនសុខចិត្តទេខ្ញុំនឹងចាក់ចេញខ្ញុំបានរក្សាវាពីអ្នកខ្ញុំឲ្យតម្លៃចំពោះសេចក្តីសប្បុរសរបស់អ្នកចំពោះខ្ញុំមិនអាចទ្រាំនឹងប្រាប់អ្នកពីការពិតបានទេហាក្រោយមកខ្ញុំបានខ្លាចជាពោធិសត្វបន្ទាប់ពីទទួលបានគម្ពីរប៉ុន្តែខ្ញុំមិនហ៊ានត្រឡប់មកវិញទេព្រោះខ្ញុំខ្លាចអ្នកនឹងស្អប់ខ្ញុំបានស្នាក់នៅលើភ្នំលីងអស់រយៈពេល500ឆ្នាំដោយញ៉ាំអាហារបួសនិងសូត្រគម្ពីរជារៀងរាល់ថ្ងៃប៉ុន្តែខ្ញុំមិនអាចឲ្យអ្នកទៅបានទេអាហឺកូនប្រសាឲ្យកុំបន្ទោសខ្លួនឯងអីជីដូនរបស់អ្នកមិនដែលស្អប់អ្នកទេស្ត្រីចំណាស់រូបនេះបាននិយាយថាថ្ងៃដែលមានសុភមង្គលបំផុតក្នុងជីវិតរបស់គាត់គឺ3ថ្ងៃដែលគាត់បានចំណាយពេលរៀបការជាមួយកូនប្រសារបស់គាត់ទោះបីជាក្រោយមកខ្ញុំបានដឹងថាកូនប្រសារបស់ខ្ញុំជាអារក្សក៏ដោយប៉ុន្តែគាត់មិនដែលសោកស្ដាយវាឡើយគាត់បាននិយាយថាសេចក្តីសប្បុរសរបស់កូនប្រសាគាត់ចំពោះគាត់គឺពិតប្រាកដហើយគាត់បានណែនាំកូនចៅគ្រួសារយកឲ្យគោរពបូជារូបកូនប្រសាគាត់អស់ជាច្រើនចំនួនរងចាំកូនប្រសារបស់គាត់ត្រឡប់មកវិញជីដូនចាស់ក៏បាននិយាយផងដែរថាប្រសិនបើកូនប្រសាត្រឡប់មកវិញគាត់មិនគួរមានអារម្មណ៍ថាមានកំហុសទេព្រោះគាត់សុខសប្បាយជាទេក្រោយមកគាត់បានរៀបការមានកូនហើយរស់នៅរហូតដល់អាយុ83ឆ្នាំហើយបានទទួលមរណភាពដោយសន្តិភាពក្នុងវ័យចាស់ជរារបស់គាត់បានបន្សល់ទុកកូនប្រសាប្រុសរស់នៅជីវិតរបស់អ្នកឲ្យបានល្អហើយកុំបារម្ភពីអ្វីទាំងអស់ហាសូមទោសណាជ្រូកចាស់ឲ្យខ្ញុំយឺតហើយចុះយ៉ាងម៉េចដែរគាត់បានទុកខ្ញុំជាមួយនឹងបំណែកកាត់ដែលគាត់បានកាត់ចេញមុនពេលគាត់ចាក់ចេញចូលប្រាប់កូនចៅរបស់អ្នកឲ្យរក្សាវាទុកហើយនិយាយថាបើរងចាំខ្ញុំត្រឡប់មកវិញទុកវាឲ្យខ្ញុំនាងជាក្មេងស្រីល្អម្នាក់ហើយអ្វីអ្នកនៅតែគិតពីនាងកំពុងគិតអំពីប៉ុន្តែលើនេះវាខុសគ្នាកាលពីមុនអ្វីដែលខ្ញុំគិតគឺការសោកស្ដាយនិងកំហុសឥឡូវនេះខ្ញុំមានអារម្មណ៍ដឹងគុណខ្ញុំដឹងគុណដែលគាត់មិនបានស្អប់ខ្ញុំដឹងគុណដែលគាត់សុខសប្បាយហើយដឹងគុណដែលគាត់បានរងចាំខ្ញុំល្អហើយស្ដេចស្វាខ្ញុំបានសម្រេចចិត្តហើយចាប់ពីពេលនេះទៅខ្ញុំនឹងរស់នៅជីវិតដ៏ល្អវាមិនមែនសម្រាប់ខ្ញុំទេប៉ុន្តែសម្រាប់ Kellen នាងបានប្រាប់ខ្ញុំឲ្យរស់នៅជីវិតល្អហើយខ្ញុំមិនអាចធ្វើឲ្យនាងខកចិត្តបានទេគឺវាស្រដៀងនឹងវាជាងតោះទៅស្ដេចស្វាតើចំណុចបន្ទាប់របស់យើងនៅណាប្រាប់ខ្ញុំមកខ្ញុំនឹងទៅជាមួយអ្នកយល់ព្រមទេតោះទៅជួបបងសានៅទន្លេលីផ្សារខ្ញុំជួបចាស់នឹកគាត់បោះសម្អាតគីឡានខ្ញុំជួបចាស់បានទៅហើយប្រសិនបើអ្នកនៅតែសុខចិត្តនៅជាតិក្រោយខ្ញុំនឹងត្រឡប់មកវិញហើយរៀបការជាមួយអ្នកម្ដងទៀតបងស្វាអ្នកបាននិយាយថាខ្ញុំជួបចាស់ឥឡូវនេះជាពោធិសត្វហើយមិនអាចរៀបការបានទេមែនទេតើអ្នកដឹងទេថាអ្នកជាពោធិសត្វចុះបើខ្ញុំមិនបានខ្លាយជាពោធិសត្វវិញតើខ្ញុំបានគិតវារួចរាល់ហើយឬនៅខ្ញុំរស់នៅលើភ្នំលីងអស់រយៈពេល500ឆ្នាំមកហើយមិនដែលមានអារម្មណ៍ថាវាជាផ្ទះរបស់ខ្ញុំទេភ្នំហ្វាំងខុនគឺជាទីជម្រករបស់បុព្វបុរសហើយភ្នំហ៊ូគូគឺជាទីជម្រករបស់អ្នកស្ដេចស្វាខ្ញុំបានគិតអំពីវាអស់រយៈពេល500ឆ្នាំមកហើយនៅតែមិនអាចដឹងថាផ្ទះរបស់ខ្ញុំនៅឯណាខ្ញុំបានរកឃើញហើយឥឡូវនេះផ្ទះរបស់ខ្ញុំគឺជាកន្លែងដែលខ្ញុំនៅជាមួយអ្នកស្ដេចស្វាខ្ញុំមិនចាំបាច់ធ្វើជាពោធិសត្វនៅលើភ្នំលីងទេហាខ្លីមែនបើព្រះពុទ្ធគឺដូច្នោះទ្រង់ប្រកាសជានឹងវាកំទេចវាម្ដងទៀតការបង្កើតរូបកាយនេះមិនមែនជារឿងតែលេងសើចទេខ្ញុំជួបចាស់មានដូនតារបស់ខ្ញុំកាលពីឥឡូវនេះម្យ៉ាងវិញទៀតអ្នកពូកែឆ្លុះប្រកែកណាស់នោះក៏ព្រោះបាននឹងម្ចាស់សាសពូកែតែធ្វើបាបអ្នកដទៃប៉ុណ្ណោះអ្នកកំពុងតែខឹងនឹងការនិយាយថាអ្នកធាត់តើបងប្រុសរបស់អ្នកនឹងរំភើបខ្លាំងដល់ថ្នាក់យំទេតើអ្នកគិតថាមនុស្សគ្រប់គ្នាដូចអ្នកដែលយំភ្លាមពេលឮសំឡេងគាត់ធាក់មែនទេនោះគឺជាការបង្ហាញអារម្មណ៍ពិតរបស់ខ្ញុំបងប្រុសសាថែមទាំងស្មោះត្រង់ជាងខ្ញុំទៅទៀតគាត់បានធ្វើការងារច្រើនជាងគេក្នុងដំណើរឆ្ពោះទៅទីខាងលិចពេលយើងប្រយុទ្ធគាត់បាននៅពីក្រោយហើយការពីចៅហ្វាយរបស់យើង
ពេលក្រឡេកមើលទៅក្រោយវិញគាត់គឺជាមនុស្សម្នាក់ដែលខ្ញុំអាចពឹងផ្អែកបានច្រើនបំផុតមែនហើយឥឡូវនេះខ្ញុំគិតអំពីវាហើយខ្ញុំពិតជាមានអារម្មណ៍មិនល្អចំពោះវាដូច្នេះខ្ញុំគ្រាន់តែត្រូវធ្វើល្អចំពោះគាត់ឲ្យបានល្អជាងនេះលើកនេះខ្ញុំជួចាស់នឹងចែករំលែកស្រាពាក់កណ្ដាលជាមួយបងសាដែលកំពុងដុំមិនផឹកស្រាខ្ញុំបានចែករំលែកសាច់ជ្រូកចិញ្ច្រាំដែលខ្ញុំយកមកពីកៅឡៅឈួងជាមួយគាត់ប៉ុន្តែគាត់មិនបរិភោគសាច់ទេដូច្នេះតែខ្ញុំគូផ្ដល់អ្វីដល់គាត់ដើម្បីជួយគាត់ឲ្យកម្ចាត់ដុំពុកចឹងនោះការជួយគាត់ធ្វើកិច្ចការផ្ទះបន្ថែមទៀតគឺល្អជាងអ្វីផ្សេងទៀតស្ដេចស្វាអ្នកកំពុងប្រមាថខ្ញុំម្ដងទៀតដោយបង្វិលលោកដៃរបស់អ្នកសាវូជីងរស់នៅក្នុងកន្លែងដ៏ទ្រុឌទ្រោមមួយគាត់មិនខ្វល់ពីទ្រព្យសម្បត្តិនិងឋានៈទេកន្លែងស្ងប់ស្ងាត់នេះស័ក្តិសមនឹងគាត់យ៉ាងល្អខ្ចោះបងប្រុសច្បងបងប្រុសទី2បងប្រុសទី3សាខ្ញុំជ្រូកចាស់នឹកអ្នកខ្លាំងណាស់